ជំរាបសួរស្ដីពុកម៉ែបងប្អូនថ្ងៃនេះគឺថាជួបខ្ញុំទៀតណាហើយថ្ងៃនេះគឺថាមេតាណាទេគឺថានឹងផ្ទះថៃគេញ៉ាំតិចតួចចឹងណាមិនអីត្រូវធ្វើញ៉ាំទេតែមកពីគូគាត់ទៅទិញកាហ្វេទៅដល់ពេលហើយគាត់ជិះកាត់កន្លែងលក់សាច់គោនិយាយពីថាសាច់គោក្នុងតំណងខ្លះមែនតើក៏សម្រេចចិត្តថាទិញហើយធ្វើគោគិចញ៉ាំទៅហើយនិយាយពីថាចិត្តសាហាវតែម្ដងណាបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនណាចង់ធ្វើចេះធ្វើរបៀបថាឲ្យឆ្ងាញ់ណាស់ណាអញ្ចឹងចាមើលវីដេអូនេះគឺដឹងតែត្រូវតែម្ដងហើយឥឡូវនេះគឺថាយើងចាប់ផ្ដើមស្ទុះស្ទេចិត្តបន្លែចិត្តអីអញ្ចឹងណាពុកម៉ែបងប្អូនហើយបន្លែខ្ញុំចិត្តនេះនិយាយពីថាស្អាតស្អាតតែម្ដងហើយពុកម៉ែបងប្អូនកុំភ្លេចណាចាបន្លែទិញគេគឺថាកុំភ្លេចលាងទឹកឲ្យស្អាតត្រាំទឹកអំបិលអីអញ្ចឹងណាចាតែអត់ត្រាំទឹកអំបិលទេចាដឹងតែបាញ់ឆ្ងាយហើយត្រាំវាទុកប្រហែលជាកន្លះម៉ោង2 3នាទី4 5នាទីអីអញ្ចឹងណាពុកម៉ែបងប្អូនពេលនោះខ្ញុំអត់ដឹងដែរខ្ញុំធ្វើមកសមាព្រួចអីអញ្ចឹងហើយឥឡូវនេះគឺថាយើងចាប់ផ្ដើមចិត្តការ៉ុតហើយចិត្តជាមួយនឹងខ្ទឹមបារាំងអីអញ្ចឹងណាបងប្អូននិយាយឲ្យស្រួលស្ដាប់ទៅគឺថាយើងលើយបន្លែមួយមុខបន្តិចឲ្យបានច្រើនអីអញ្ចឹងណាពុកម៉ែបងប្អូនហើយកន្លែងនេះគឺថាខ្ញុំហួសចិត្តនឹងខ្លួនឯងតែម្ដងចាចិត្តឡើងស្អាតបាតអស់ហើយចាភ្លេចបកសបកចាញ់និយាយពីថាខួរក្បាលខ្ញុំមិនមែនចាអាយុ80សុំចាញ់តែម្ដងចាសុំចាញ់ប្រហើយបើថាវែងសោវិញចារត់ឃើញហ្មងនិយាយទៅគឺដូចខ្ញុំនិយាយចឹងបងប្អូននៅចាស់80គឺខ្ញុំសុំចាញ់តែម្ដងបន្ទាប់ពីយើងចិត្តផ្លែឈើហើយគឺថាយើងចាប់ផ្ដើមចិត្តសាច់អីអញ្ចឹងណាអូសិតតែបន្លែផ្លែឈើចាមានតែបន្លែសអត់មានផ្លែឈើផងហើយចាប់ផ្ដើមចិត្តសាច់វាចំណិតតិចអីអញ្ចឹងណាបងប្អូននិយាយពីថាសាច់គោនោះមិនចាឆ្ងាញ់សាហាវបងប្អូនអូចាយកអាសាច់ជាប់ខ្លាញ់ក៏បានអាសាច់របៀបថាសាច់សុតអញ្ចឹងក៏បានដែរបងប្អូនតែធ្វើអាហ្នឹងបានតែសាច់សុតទេបាទឆ្ងាញ់ដាក់ចូលមកចូលជាតិគ្នាលុយសូជីបតែម្ដងហើយបន្ទាប់ពីយើងធ្វើអីអស់ហើយគឺថាចូលវគ្គទឹកជ្រលក់អីអញ្ចឹងណានិយាយពីថាទឹកជ្រលក់ខ្ញុំមិនមែនបងប្អូនឆ្ងាញ់លុតដៃលុតសូតែផ្លាប់តែម្ដងអាហ្នឹងទឹកត្រីកោះកង់ទឹកត្រីម្ទេសអីហ្នឹងគឺថាអត់សូវចាប់ជាតិទេចាទឹកតៅហ៊ូមិនមកចាប់ជាតិគ្នាសាហាវណាបងប្អូនអើយចាជាដំបូងយើងដួសទឹកតៅហ៊ូមក2 3ដុំអញ្ចឹងណាមិនដាក់ទឹកច្រើនពេកទេសារអីយើងខ្លាចប្រៃអញ្ចឹងណាដួសអាហ្នឹងមកបងប្អូនអើយដាក់2 3ដុំហ្នឹងដាក់ប៉ុណ្្នឹងនៅអត់គ្រាន់ទេណាបងប្អូនដែលសាយស្នាដៃសិកាធ្វើវារៀងឆ្ងាញ់ដែរអញ្ចឹងណាចាអ្នកញ៉ាំចាមាត់លឹតកកបងប្អូនអត់និយាយលេងសើចអីណាហើយបន្ទាប់ពីយើងដួសហើយគឺថាយើងចាប់ផ្ដើមជ្រុំវាឲ្យបែកមេឃបែកបាំអីចឹងណាចាបែកតាល្មមបានហើយស្រួលយើងចុចមកឲ្យបែកជាខ្ទិះអីចឹងណាបងប្អូននេះរបៀបថាមាត់ប៉ុណ្្នឹងអីចឹងណាតែកុំភ្លេចថែមម្ទេសផងចាអានឹងត្រូវតែហិលបាត់ឆ្ងាញ់តែម្ដងបន្ទាប់មកគឺថាយើងចាប់ផ្ដើមចិត្តក្រូចដាក់មកតាមចំណងចំណូលចិត្តយើងអីចឹងណាបងប្អូនហើយយល់ពេលខ្ញុំគាត់បន្ថែមស្ករប៊ីចេងបន្តិចគឺថាយើងមកគោះពងទេដាក់ចូលក្នុងសាច់យើងនិយាយពីថាអូយក៏ហុំងាយឆ្ងាញ់ណាស់បងប្អូនអើយបន្ថែមពងមាន់ពងទេនេះទៀតអូយជាតិសាហាវហើយយើងកូរវាឲ្យបែកចូលជាតិគ្នាត្រាំវាទុកប្រហែល2 3នាទីអីចឹងចាងមកឆ្ងាញ់ណាស់បងប្អូនអើយជាពិសេសណែទឹកត្រីទឹកតៅហ៊ូច្រឡំទឹកត្រីទឹកតៅហ៊ូខ្ញុំធ្វើនេះគឺថាអូយតណ្ដងប្រោយបងប្អូនតែគ្រាន់តែស្ទើរហិលបន្តិចបងប្អូនស្ទើរហិលបន្តិចគេតែបើថាអត់ហិលវាអត់ឆ្ងាញ់ចាវាអត់ឆ្ងាញ់តែបើហិលបន្តិចទៀតមកដាក់មកឆ្ងាញ់សាហាវហើយបន្ទាប់មកគឺថាយើងចាប់ផ្ដើមដាក់ឲ្យពុកម៉ែបងប្អូនអើយវីដេអូនេះរៀងលឿនបន្តិចទេចាដោយសារអីក៏ថាអត់សូវបានថតញាប់ដៃញាប់ជើងទេដោយសារអីពេលនោះហែវខ្លាំងមែនតើបងប្អូនគឺបញ្ញាខ្លាំងម្ដងហើយកន្លែងនេះគឺថាតាមទំនៀមទម្លាប់គ្រួសារពុកម៉ែបងប្អូនធ្វើមិនចាគឺថាខ្ញុំអត់ដឹងទេតែគ្រួសារខ្ញុំគឺថាចូលចិត្តធ្វើអញ្ចឹងឆ្ងាញ់ចូលជាតិគ្នាសាហាវលឹតមាត់ចាប់ជីបតែម្ដងពុកម៉ែបងប្អូនហើយយើងបន្ថែមជាមួយនឹងតកួនដែលយើងបានលេងហើយផ្សិតមកជុលតិចគេកន្លែងនេះគឺថាញាក់សាច់តែម្ដងចានទាសុំចាញ់តែម្ដងដៃតែម្ដងចានិយាយទៅគឺយើងញ៉ាំបែបគ្រួសារទេតែលេងដៃលេងអីឲ្យស្អាតចឹងណាតាហើយពុកម៉ែបងប្អូនធ្វើដូចខ្ញុំចាបើខ្ញុំវិញគឺថាធ្វើអញ្ចឹងចាបន្ទាប់ពីយើងដាក់ហើយក៏យើងចាប់ផ្ដើមលើកលិចឆ្វេងស្ដាំលើក្រោមចាកោវាមកចូលជាតិគ្នាសាហាវប្រោយបងប្អូនអើយគ្រាន់តែបន្លែរបៀបថាសពូនភ្លេមចាមកណែបងប្អូនអើយនិយាយពីថាតំណងតែម្ដងតំណងយកលេខនិយាយទៅស្នាដៃសិកាមួយក៏មកថាអត់តំណងបងប្អូនអើយណែមើលតែមាត់សិកាទៅគឺថាដឹងហើយហេងជឿជាក់បន្តិចដោយសារអីស្នាដៃខ្លួនឯងត្រូវតែឆ្ងាញ់ត្រូវតែអស់ចាបានមកបច្ចេកអញ្ចឹងហើយបើមិនឆ្ងាញ់មិនកើតនេះបើថានិយាយថាពីមាត់ខ្ញុំឡើងឆ្មេតែម្ដងចាអូយលើកជើងមកចំហៀងហើយចាអូយលើសាហាវខុសហើយញ៉ាំនេះក៏ថាញ៉ាំដោយទាំងនេត្រាទៀតណាបងប្អូនអើយនិយាយថាមាត់គេនេះទឹកតែឈប់ទេហើយណែបងប្អូនអើយមិនមែនលេងអីញ៉ាំទៅតែខ្លោចខ្ទះហ่าបងប្អូនបាច់ឈប់ញ៉ាំហើយឥឡូវនេះគឺថាចាប់ផ្ដើមញ៉ាំឆ្អែតអីហើយវីដេអូយើងគឺមិនប៉ុណ្្នឹងទេបងប្អូនអើយគ្រាន់ប្រាប់ពីរបៀបធ្វើឲ្យឆ្ងាញ់អញ្ចឹងណា